លើកទី1ហើយដែលបានមកដល់កោះអង្គញាតីហើយគាត់តែឃើញជ្រក់ស្វាយខ្ចីក៏ដឹងថាយើងត្រូវហូបជាមួយនឹងត្រីធម្មជាតិបងប្អូនណៃគាត់តែមកដល់ហើយមានអារម្មណ៍ថាចង់មកទៀតពួកអីបានហូបរបស់ធម្មជាតិនិយាយពីថាកមឺតមិនអោយចាញ់ដៃតោះបងប្អូនអ្នកណាទៅនេះមកដាក់ថ្ងៃទៅកោះអង្គញាតីជាមួយខ្ញុំទាំងអស់គ្នាហេបងប្អូនណៃគាត់ណាបើកក្បាលវីដេអូឡើងនេះចេញដំណើរចចេញយាត្រាទាំងគ្រូសាទៅកោះអង្គញាតីហើយសំណួរសួរថាទៅធ្វើអីនេះបងប្អូនទៅខូបកំណើតអ្នកចិត្តខាងរបស់ខ្ញុំអីសិតអ្នកចិត្តខាងអ្នករាប់អានគ្នាបងប្អូនបាទផ្ទះនៅក្បែរគ្នានឹងប្រសិទ្ធហ្នឹងបងប្អូនផ្ទះមកចាអាមពីគ្នាហ្នឹងប៉ុន្តែស្រុកកំណើតគាត់នៅខាងកោះអង្គញាតីអញ្ចឹងគាត់បបួសខ្ញុំទៅលេងអញ្ចឹងតោះចង់ស្គាល់កោះអង្គញាតីផងមកលេងតែហ្មងបាទហើយឥឡូវនេះយើងបានមកដល់កំពង់ចលងខាងព្រែកលៀបឯបងប្អូនដើម្បីឡើងទូកដបាទឆ្លងទៅខាងកោះអង្គញាតីនេះបងប្អូនណាយនេះយើងធ្លាប់តែឮថាកោះអង្គញាតីមុនថ្ងៃហៀបលិចរលកព្រិចរំលេចទេសសភាពអូយបងប្អូនណាយដល់ទៅពេលយើងមកដល់ផ្ទាល់ខ្លួនឯងចេះបានដឹងថាសម្រស់ស្រស់ស្អាតណាស់បងប្អូនណាយដូចនៅក្នុងចម្រៀងលពូណយវណេតអញ្ចឹងបាទហើយខ្ញុំម្នេះគាត់ឡើងលើសាឡាងអត់ទេនៅក្នុងឡានអត់ជាប់ទេគឺថាត្រូវតែចេញមកក្រៅដើម្បីថតយកទេសភាពឲ្យស្អាតហើយឥឡូវនេះយើងបានមកដល់ត្រៃមកខាងឲ្យបងប្អូនតែអត់ទាន់ដល់កោះអង្គញាតីណានេះតោះតែឆ្លងស្ពានមួយនេះបានដល់កោះអង្គញាតីអាមីនេះកោះដាច់ឥឡូវនេះចូលដល់ទឹកដីកោះអង្គញាតីបងប្អូននេះទេសភាពបងប្អូនឲ្យដើមថ្នោតស្អាតណាស់មានលក្ខណៈថាដើមថ្នោតទ្រូងផ្លូវបាទនេះផ្សារកោះអង្គញាតីប៉ុន្តែថ្មនេះអត់មានលក់អីទេបងប្អូនតម៉ោង6យប់បាទថាបានមានបងប្អូនហើយណែនតាន់តាប់ភ្លើងពណ៌ស្អាតណាស់អត់ចាញ់អំពេញយើងទេបាទនេះទឹកដីកោះអង្គញាតីបងប្អូនស្រស់ស្អាតបែបធម្មជាតិស្រុកស្រែយើង 100% តែហ្មងបាទហើយគ្រាន់តែពួកខ្ញុំទៅដល់ភ្លាមមួយបងម្ចាស់ផ្ទះរត់មកទទួលយ៉ាងកក់ក្ដៅតែហ្មងហើយទេសភាពផ្ទះគាត់ដល់បងប្អូនគាត់តែឃើញហើយណោះខ្ញុំទៅសម័យឃើញណាណោះឆ្នាំ2001 2002ណោះឆ្កុយណោះបាទហើយគូតូចនេះដល់កន្លែងធម្មជាតិដេកយងរឹងភើយបាទហើយប្រុសម៉ៅនេះរត់យ៉ាងរំភើយឆ្លាស់មុខឆ្លាស់មាត់បាទហើយឥឡូវនេះបាទកម្មវិធីចាប់ផ្ដើមបន្តបន្ទាប់ហើយបាទបកងចាប់ផ្ដើមដាក់យកមកលាងទឹកដើម្បីធ្វើម្ហូបហើយធ្វើដោយម្ចាស់ខូបតែម្ដងជាមួយនឹងមិត្តភក្តិម្ចាស់ខូបបាទហើយការធ្វើម្ហូបក៏ធម្មជាតិដែរបងប្អូនប្រើចក្រានដីសម័យមុនទៀតអូយបងប្អូនហើយអែមណាស់បងប្អូននេះអញ្ចឹងបានដូចខ្ញុំជម្រាបថាដូចអង្ការឆ្នាំ2001 2002អញ្ចឹងណាបាទគាត់តែឃើញទស្សនវិជ្ជានេះហើយនៅឃើញអតីតកាលតែហ្មងបាទមានចក្រានដីបាទដូចបងប្អូនឃើញនេះមានកៃត្បាញសូត្រក្មេងសម័យឥឡូវនេះមិនស្រួលអត់ស្គាល់កៃត្បាញអត់ស្គាល់ចក្រានដីអត់អីដឹងផងពួកគេកើតមកក្នុងសម័យទំនើបមានដូចយើងសម័យលុយផុកលុយភក់ឯណាបាទឥឡូវតើបងប្អូនក៏លេចមកមើលការធ្វើម្ហូបនៃខូបកំណើតរបស់កញ្ញាអានីវិញកញ្ញាអានីណែបងប្អូននិយាយថាសបោសបាយណាស់បងប្អូនហើយមានតាំងពីផ្លែអំពិលទឹកបាទមានតាំងពីត្រីអាំងត្រីបំពងបងប្អូនមានជ្រក់ស្វាយមានបកងមានបកាហើយយូក៏ថាមានកម្មវិធីហូបជួបជុំគ្នាដាក់ឲ្យសបាយឯណាណីបាទអញ្ចឹងបងប្អូនមានតាំងពីគ្រឿងសមុទ្របាទមានតាំងពីរបស់ធម្មជាតិនិងស្រុកទេសផ្ទាល់តែហ្មងបាទហើយឥឡូវនេះបងប្អូននេះប្រុសម៉ៅវិញអ្នកណាធ្វើអីធ្វើទៅសំខាន់អូនមានទៅដោះគោរបស់អូនម៉មណែគឺទៅដោះគោអ៊ីនឡាក់បងប្អូនហើយបាទល្អណាស់បងប្អូនមានកូនតូចបាទម៉មអ៊ីនឡាក់ទៅបងប្អូនណាឲ្យកូនម៉មអ៊ីនឡាក់ទៅអត់ខុសទេជំនួយឲ្យកូនយើងមានសុខភាពល្អហ្មងបាទហើយអត់បាក់រត់ទិញទេគឺនេះបាទមានតាមម៉ាតតាមហ្វាមស៊ីឬក៏បងប្អូនអាចឆាតចូល pack in luck Cambodia នេះបានបាទហើយតោះបងប្អូនចូលកម្មវិធីយើងវិញនេះប្រុសកំឡោះទាំងពីរនេះឈរជំនុំគ្នារឿងអីទេបាទហើយឥឡូវនេះបាទខាងតុកនេះវិញគឺថារៀបចំម្ហូបអស់ហើយចាំតែភ្ញៀវចូលដាក់ម្ហូបឲ្យពេញតែម្ដងនេះអូបងប្អូនហើយនេះម្ហូបឡើងបបោតែម្ដងបាទអញ្ចឹងនេះកម្មវិធីនេះម្ចាស់ខូបនេះលើកដៃ2នេះបាទកមុំកូន2បងប្អូនតែកមុំកូន2ទៀតអញ្ចឹងដល់ពេលវេលាហូបចុកហើយខ្ញុំបាទនេះស្ពៃឲ្យមានខ្លាចចិត្តម្ចាស់ស្រុកទេគាត់ថាចាប់ហើយវាប់ឲ្យបងប្អូនគាត់ថាញាប់មាត់ញាប់ដៃញាប់ជើងហើយបាទម្ចាស់កម្មវិធីទាន់មិនទាន់គឺថាខ្ញុំហូបបានឆ្អែតមុនហើយបាទហើយម៉ាក់ក៏តូចនេះក៏អត់មានទុកពេលវេលានៅចោលទៅនេះដែរគឺថាចាប់ត្រីធម្មជាតិហូបប៉ាប់មួយស្វាយជ្រក់ស្វាយខ្ចីហើយណែអូមើលកញ្ញាដានេះបាទលើកបកងមួយខំឡើងខ្ជួតអូយមើលណែកូនស្រីហើយញ៉ាំអឹមអ៊ីននឹងចឹងកូនតែអឹមអ៊ីនអញ្ចឹងពូស្បៃលេងអស់ហើយពូស្បៃតែហូបហ្នឹងណាកូនបងប្អូននិយាយលេងសើចទេបងប្អូនគាត់ថាកម្មវិធីសប្បាយមែនតើបាទដែលបានទៅលេងដល់កោះអង្គញាតីឲ្យលើកទី1ហើយអរគុណណាស់បងទាំងអស់គ្នាម្ចាស់ផ្ទះដែលបានទទួលយ៉ាងកក់ក្ដៅតើបងប្អូនទាំងអស់គ្នាវីដេអូយើងមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលាបាយបាយ